ការនៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែចំណោទលេខ1ដែលគេឲ្យយើងចូលគណនាប្រវែងអញ្ចឹងដើម្បីអាចរកប្រវែងនៃលំហាត់ទាំង4នឹងបានគឺយើងត្រូវសង្កេតមើលទៅលើរូបភាពអញ្ចឹងយើងចាប់ផ្ដើមពីលំហាត់ទី1អញ្ចឹងលំហាត់នេះគឺគេបានប្រាប់ប្រវែងទាំងអស់នេះចាស់ប្រវែងវែងហ្នឹងសរុបគឺ7.7 សង់ទីម៉ែត្ររួចហើយគេបានប្រាប់ប្រវែងចាស់មកខាងនេះដែលមានប្រវែង 5.3 ចាមាន 5.3 បន្ទាប់មកគេសួររកប្រវែងកខចាប្រវែងកខដែលប្រវែងកខនឹងគឺជាប្រវែងដែលនៅសល់បន្ទាប់ពីប្រវែងទាំងវែងនេះដកមកកំណាត់នេះចេញអញ្ចឹងដើម្បីអាចរកប្រវែងកខនេះបានគឺយើងត្រូវយកប្រវែងវែងនេះគឺ 7.7 ដកនឹងប្រវែងមកកំណាត់ខាងនេះចេញចាមកកំណាត់ខាងនេះចេញអញ្ចឹងវានឹងសល់ប្រវែងកខអញ្ចឹងគឺដក 5.3 អញ្ចឹងដើម្បីដកលេខគឺយើងត្រូវរៀបលេខឬក៏សរសេរលេខឲ្យត្រូវតាមខ្ទង់រួចដកពីខ្ទង់ដែលតូចជាងគេចាអញ្ចឹង7ដក3នៅសល់4យើងសរសេរលេខ4ចុចនេះយើងដាក់ឲ្យគេវិញ7ដក5នៅសល់2យើងសរសេរលេខ2អញ្ចឹងប្រវែងដែលនៅសល់ដែលជាប្រវែងកខនឹងគឺស្មើនឹង 2.4 សង់ទីម៉ែត្រអានេះគឺជាអ្វីដែលអ្នកគ្រូបញ្យល់ទេពេលយើងសរសេរចម្លើយយើងសរសេរដាក់តែកន្លែងប្រឡោះនឹងមកគឺ 2.4 ហើយសង់ទីម៉ែត្រគេដាក់ឲ្យយើងហើយយើងមិនបាច់ដាក់2បេសាទេតទៅទៀតយើងមើលទៅលើរូបភាពទី2រូបភាពទី2នេះគឺគេឲ្យយើងរកប្រវែងគោះខួរឥឡូវមើលរូបភាពសិនចាប្រវែងវែងនេះគឺគេប្រាប់ហើយប្រវែងវែងហ្នឹងគឺ 12.9 សង់ទីម៉ែត្របន្ទាប់មកគេបានប្រាប់ប្រវែងមកកំណាត់នេះមកកំណាត់នេះគឺ 5.5 សង់ទីម៉ែត្រហើយគេប្រាប់មកកំណាត់ខ្លីនេះទៀតគឺ 3.2 សង់ទីម៉ែត្របន្ទាប់មកគេឲ្យយើងរកប្រវែងគោះខួរដែលជាប្រវែងដែលនៅសល់នឹងអញ្ចឹងដើម្បីអាចរកប្រវែងគោះខួរនេះបានគឺយើងត្រូវយកប្រវែងវែងទាំងអស់នេះដកមកកំណាត់នេះចេញចាដកមកកំណាត់នឹងចេញរួចហើយដកមកកំណាត់ទី2នេះចេញទៀតនោះយើងនឹងឃើញប្រវែងដែលនៅសល់ដែលជាប្រវែងគោះខួរនឹងចាអញ្ចឹងយើងចាប់ផ្ដើមគណនាមកដោយយកប្រវែងទាំងអស់គឺ 12.9 ចាអញ្ចឹងយើងដកមកកំណាត់នេះចេញសិនមកគឺ 5.5 អញ្ចឹងយើងដាក់សរសេរឲ្យត្រូវតាមខ្ទង់មករួចហើយយើងចាប់ផ្ដើមដកពីខ្ទង់ដែលតូចជាងគេ9ដក5នៅសល់4យើងសរសេរលេខ4បន្ទាប់មកយើងត្រូវដាក់ចុចឲ្យគេវិញបើយើងអត់ដាក់ចុចទេចម្លើយហ្នឹងគឺអត់ត្រឹមត្រូវទេបន្ទាប់មក2ដក5 2តូចជាង5มันអាចដកបានទេត្រូវខ្ចីខ្ទង់ខាងមុខអញ្ចឹង2ហ្នឹងគឺឡើងទៅជា12ចា12ហើយលេខ1ហ្នឹងគឺនៅសល់0ព្រោះគេខ្ចីអស់ចាខ្ចីអស់1ហើយយើងមានតែ1អញ្ចឹងនៅសល់0អញ្ចឹង12ដក5នៅសល់7យើងសរសេរលេខ7អានេះបន្ទាប់ពីយើងយកប្រវែងទាំងអស់នេះដកមកកណ្ដាលនឹងហើយគឺនៅសល់ប្រវែងទាំងអស់នេះ2ចំណុចនេះគឺ 7.4 ប៉ុន្តែអ្វីដែលគេចង់ដឹងគឺគួរខួរអញ្ចឹងដើម្បីឲ្យចេញសល់គួរខួរគឺយើងត្រូវដកប្រវែង 3.2 នេះទៀតដកទៅវានឹងសល់គួរខួរជាប្រវែងដែលនៅសល់បន្ទាប់ពីដកពីដុំនេះចេញពីប្រវែងនេះចេញអញ្ចឹងគឺយើងត្រូវយក 7.4 នឹងដក 3.2 ចាដក 3.2 ទៀតទៅចេញប្រវែងគួរខួរដែលជាប្រវែងដែលនៅសល់ហ្នឹងអញ្ចឹងយើងយក4ដក2នៅសល់2តមកចុចត្រូវដាក់ឲ្យគេវិញ7ដក3នៅសល់4អញ្ចឹងចម្លើយគឺ 4.4.2 អានេះគឺជាអ្វីដែលអ្នកគ្រូបញ្យល់ទេហើយនៅក្នុងចម្លើយយើងបាច់ដាក់អញ្ចឹងទេយើងគ្រាន់តែបំពេញចម្លើយឲ្យគេមកគឺ4ចា 4.2 ចា 4.2 សង់ទីម៉ែត្រ 4.2 អាហ្នឹងគឺជាចាចម្លើយលំហាត់នៃរូបភាពទី2បន្តមកទៀតយើងចូលរូបភាពទី3ម្ដងអានេះគេបង្ហាញអំពីស្ត្រីម្នាក់ចាស្ត្រីម្នាក់ដែលគាត់មានប្រវែងនេះប្រវែងរបស់គាត់គឺ 1.7 សង់ទីម៉ែត្ររីឯកុមារានេះចាគឺគាត់មានត្រឹមនេះ 1.3 សង់ទីម៉ែត្រអញ្ចឹងអ្វីដែលគេឲ្យរកគឺរកកន្លែងប្រវែងគម្លាតរបស់អ្នកទាំងពីរនេះប្រវែងដែលស្ត្រីនឹងខ្ពស់ជាងកុមារាឬក៏ប្រវែងដែលកុមារានឹងទាបជាងស្ត្រីនឹងអ្នកប្រវែងប៉ុណ្ណេះ
ដែលប្រវែងហ្នឹងគឺគេតាំងដោយចឆនេះគេឲ្យយើងរកហ្នឹងអញ្ចឹងដើម្បីរកប្រវែងដែលនៅសល់ហ្នឹងគឺយើងត្រូវយកប្រវែងស្ត្រីដែលខ្ពស់ជាងហ្នឹងដកប្រវែងកុមារានឹងចេញទៅវានឹងសល់ប្រវែងហ្នឹងហើយចាអញ្ចឹងយើងយក 1.7 ដក 1.3 ចឹងយើងចាប់ផ្ដើមដកពីខ្ទង់ដែលតូចជាងគេបំផុតចាហើយតម្រៀបលេខឲ្យត្រូវតាមខ្ទង់ចាចឹង7ដក3នៅសល់4ហើយដាក់សញ្ញាចុចគេវិញ1ដក1នៅសល់0អញ្ចឹងប្រវែងចឆហ្នឹងចាប្រវែងចឆហ្នឹងគឺស្មើនឹង 0.4 សង់ទីម៉ែត្របន្ទាប់មកយើងនៅរូបភាពមួយទៀតចារូបភាពមួយទៀតគឺរូបភាពទី4អញ្ចឹងអារូបភាពនេះស្រដៀងនឹងរូបភាពទី1ដែរគ្រាន់តែមួយគេឲ្យយើងរកអាខាងខ្លីមួយទៀតគឺគេអាទី4នេះគេឲ្យយើងរកខាងវែងម្ដងអញ្ចឹងគេបានប្រាប់ប្រវែងវែងនេះប្រវែងវែងហ្នឹងគឺទាំងអស់គឺ 15.7 សង់ទីម៉ែត្រហើយគេប្រាប់អាមកណាត់ខ្លីនេះចាមកណាត់ខ្លីហ្នឹងគឺ3.5 សង់ទីម៉ែត្ររួចគេសួរអានៅសល់នេះអានៅសល់ហ្នឹងគឺតាំងដោយតឬក៏តនឹងឯងអញ្ចឹងអាប្រវែងដែលនៅសល់ហ្នឹងគេសួរថាតើនៅប្រមាណគេឲ្យយើងគណនាអញ្ចឹងដើម្បីរកប្រវែងដែលនៅសល់ហ្នឹងគឺយើងត្រូវយកប្រវែងវែងនេះហើយយើងដកអាមកណាត់នេះចេញទៅនឹងឃើញប្រវែងហ្នឹងហើយអញ្ចឹងប្រវែងដែលវែងហ្នឹងគឺគេប្រាប់យើងឲ្យ15.7 សង់ទីម៉ែត្រចាអញ្ចឹងយើងយកមកដកហ្នឹងនេះអាប្រវែងខ្លីហ្នឹងគឺ 3.5 អញ្ចឹងដាក់សរសេរត្រូវតាមខ្ទង់ហើយយើងដកពីខ្ទង់ដែលតូចជាងគេ7ដក5នៅសល់2យើងសេលេខ2ហើយចុចនេះយើងដាក់គេវិញ5ដក3សល់2យើងសេលេខ2ហើយមួយនេះអត់មានអីដល់យើងទម្លាក់ចុះអញ្ចឹងចម្លើយថតឬក៏តហ្នឹងគឺស្មើនឹង12.2 សង់ទីម៉ែត្រអានេះយើងសរសេរចម្លើយស្អាតអានេះគឺអ្នកគ្រូបញ្យល់ទេហើយយើងអាចយករៀនគូសរៀនអីរៀនគិតនឹងអាចនៅក្នុងសភៅព្រាងរបស់យើងចាអញ្ចឹងតកតងទៅនឹងកំណែចាចំណោតលំហាត់លេខ1ចាគឺមានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលា